តម្លៃមាសបិទនៅក្នុងតម្លៃ$4,120ក្នុង1អោននៅក្នុងយប់មិញហើយបើសិនជាបងប្អូនចង់ដឹងថាស្មើនឹងប្រមាណដុល្លារក្នុង1តម្លឹងសូមស្ដាប់វីដេអូនេះរហូតដល់ចប់អរុនសួស្ដីក៏ដូចជាជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះផងដែរខ្ញុំមកធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅព្រឹកថ្ងៃទី11ខែកក្កដាឆ្នាំ2026អញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃបងប្អូនអាចធ្វើការ Subscribe YouTube Channel របស់ខ្ញុំពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទកាលពីយប់មិញតម្លៃមាសបានធ្វើការងើបឡើងមកវិញបន្តិចហើយនៅក្នុងព្រឹកនេះគឺមាសបានធ្វើការបិទនៅក្នុងតម្លៃ$4,120ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$4,963ក្នុង1តម្លឹងឬស្មើនឹង$496ក្នុង1ជីផងដែរបាទចំណែកឯប្រាក់វិញនៅក្នុងព្រឹកនេះគឺប្រាក់បានបិទនៅក្នុងតម្លៃ$59ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$71ក្នុង1តម្លឹងឬស្មើនឹង$7.1ក្នុង1ជីហើយបើសិនជាគិតជាគីឡូក្រាមគឺស្មើនឹង$1,895ក្នុង1គីឡូក្រាមផងដែរបាទសម្រាប់ថ្ងៃសៅរ៍អាទិត្យចុងសប្តាហ៍នេះជាទូទៅតម្លៃមាសហើយនឹងប្រាក់ស្ថិតនៅក្នុងតម្លៃថេរដោយសារថាទីផ្សារអន្តរជាតិបានធ្វើការបិទមិនឲ្យធ្វើការទិញលក់ក៏ដូចជា trade មាសហើយនឹងប្រាក់នោះទេប៉ុន្តែយើងចាំមកតាមដានថាតើមានព្រឹត្តិការណ៍ឬក៏ព័ត៌មានណាមួយដែលធ្វើឲ្យប៉ះពាល់ទៅលើតម្លៃមាសហើយនឹងប្រាក់ដែរឬទេហើយបើសិនជាមានការអាប់ដេតឬក៏ការប្រែប្រួលណាមួយខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនអរគ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការគាំទ្រក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមបងប្អូនជួយចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតនឹងគាត់បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអរគុណច្រើនបងប្អូនអរគ្នាជម្រាបលាបាទ